បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អានវាពិតជាគួរឲ្យភ័យខ្លាចនិងរន្ធត់ខ្លាំងណាស់ដោយមានហេតុការណ៍បាតុភូតគ្រោះធម្មជាតិគឺមានផ្លេកបន្ទោផ្គររន្ទះដែលមានរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ានសៀមដែលកំពុងតែឈរជើងការពារប្រចាំការនៅឯព្រំដែននោះគឺរងការខូចខាតយ៉ាងដំណំតែម្ដងពីគ្រោះរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ានសៀមនេះប៉ុន្តែយ៉ាងណាក៏ដោយបើយោងតាមប្រភពព័ត៌មានពីស្រុកសៀមនោះដដែលបានឲ្យដឹងថាកាលពីថ្ងៃទី23ខែមីនាឆ្នាំ2026នេះវាគឺមានហេតុការណ៍គ្រោះបាតុភូតធម្មជាតិរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ានសៀមគួរឲ្យរន្ធត់ខ្លាំងណាស់ដោយហេតុការណ៍នេះវាបានកើតឡើងស្ថិតនៅក្នុងតំបន់ភូមិនងនកខៅឃុំមូដនស្រុកមឿងរងខេត្តនងបួរលំភូនលើទឹកដីប្រទេសថៃយ៉ាងណាមិញយោងតាមការឲ្យដឹងបន្ថែមពីព័ត៌មានសៀមដដែលនោះពួកគេបានរៀបរាប់មូលហេតុនៃការកកើតឡើងនៅបាតុភូតរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ានសៀមនេះដោយនៅក្នុងផ្ទះនាទីហ៊ានសៀមនោះវាមានផ្ទុកឧបករណ៍មេដែកសម្រាប់ជំនួយក្នុងការគ្រប់គ្រងខ្សែសេវាវិទ្យុទាក់ទងសម្រាប់ប្រើប្រាស់មានគ្រោះអាសន្នឬក៏ហៅចូលសមរភូមិភ្លាមនោះប៉ុន្តែវាជាអកុសលកម្មដោយមេចរន្តដែកនោះវាបានស្រូបទាញនៅចរន្តផ្លេកបន្ទោឆ្លាស់ទៅវិញរហូតបង្កើតបានជាផ្លេកបន្ទោរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ាននោះតែម្ដងដោយសារតែកម្លាំងនៃផ្លេកបន្ទោរន្ទះបាញ់នោះខ្លាំងក្លាពេកគឺបានធ្វើឲ្យខូចខាតផ្ទះនាទីហ៊ានសៀមនោះបាក់បែកខ្ទេចខ្ទីយ៉ាងដំណំផងដែរគឺមិនអាចរស់នៅបានដូចមុនតទៅទៀតនោះឡើយគឺត្រូវចំណាយពេលវេលាយូរដើម្បីជួសជុលឡើងវិញឬក៏រុះរើធ្វើការសាងសង់ជាថ្មីតែម្ដងទើបអាចរស់នៅបានវិញដូចដើមដោយម្យ៉ាងវិញទៀតនោះក៏មានមតិមហាជនសៀមជាច្រើនបានលើកឡើងថារឿងរ៉ាវផ្គូផ្លែកបន្ទោរន្ទះបាញ់ទៅលើផ្ទះនាទីហ៊ានសៀមម្នាក់នេះវាគឺជាកម្មពៀរបស់នាទីហ៊ានសៀមនេះតែម្ដងដោយខ្លួនធ្លាប់សាងអំពើបាបកម្មណាមួយដែលនាទីហ៊ានសៀមមិនដឹងឬក៏ជាក្រុមទីហ៊ានសៀមនោះតែម្ដងដែលធ្លាប់ធ្វើពីមុនមកឬក៏ធ្លាប់បំផ្លិចបំផ្លាញទៅលើទីវត្តអារាមណាមួយនោះ